สุดท้ายบางคนจะក្នុងវីដេអូនេះបងប្អូននឹងឃើញអំពីរបៀបនៃការរៀបចានសម្រាប់ model A28 ដែលជា model ថ្មីរបស់យើងអញ្ចឹងសម្រាប់ model នេះមាន2ជាន់មានជាន់ក្រោមហើយនិងជាន់លើសម្រាប់ជាន់ក្រោមបងប្អូនឃើញមានប្លោះខាងមុខនេះ rack នេះកញ្ច្រៃនេះគឺបងប្អូនអាចបត់បែនបានដូចក្នុងវីដេអូអញ្ចឹងណាហើយនៅខាងក្រោយដូចគ្នាដែរសម្រាប់កន្លែងចានប៉ាតចានបាយរបស់យើងហ្នឹងអាចបត់បានដូចគ្នាហើយចានធំអីបងប្អូនអាចបត់ចឹងបានតែបើសិនជាចានរៀងសប៉ែតហើយច្រើនបងប្អូនអាចកាច់ឡើងលើមួយមកដើម្បីដាក់បានច្រើនអញ្ចឹងកញ្ច្រៃមួយនេះសម្រាប់យើងដាក់ស្លាបព្រាហើយនៅខាងឆ្វេងនេះក៏យើងមានប្លោះដើម្បីយើងដាក់ស្លាបព្រាបានដូចគ្នាដែរអញ្ចឹងយើងមាន2ប្លោះនៅខាងឆ្វេងហើយនៅខាងមុខនេះអញ្ចឹងឥឡូវយើងរៀបចំសម្រាប់ចានគោមសិនអញ្ចឹងចានគោមបងប្អូនដាក់ប្លោះមួយបងប្អូនដាក់មួយចឹងមកណាតែបើសិនអានេះសម្រាប់ចានរៀងធំនេះបងប្អូនអាចម្លងគ្នាតិចបានតែបើសិនចានតូចជាងហ្នឹងអាចដាក់មកប្លោះមួយបានអូខេចឹងតមកទៀតនៅខាងក្រោយនេះប្លោះនេះគឺយើងប្រើសម្រាប់ដាក់ចានបាយចានសប៉ែតរបស់យើងណាចឹងរៀបមកប្លោះមួយដូចគ្នាចឹងមកដើម្បីឲ្យមានប្លោះសងខាងនេះជុំវិញហ្នឹងដើម្បីឲ្យមានសម្ពាធទឹកបាញ់មកចូលត្រូវសពកលិតទាំងអស់ចឹងការពីពេលយើងលាងទៅពេលហើយយើងដាក់កឹបគ្នាពេកផ្អាប់គ្នាចឹងពេកក៏បាញ់លាងអត់ស្អាតដែរដោយសារតែអត់មានផ្លូវទឹកដើម្បីចូលតែបើសិនយើងដាក់តាមប្លោះមួយគឺវាមានសម្ពាធទឹកដើម្បីបាញ់ចូលមកត្រូវសັບកន្លែងហ្មងហើយនៅខាងមុខនេះបើសិនបងប្អូនមានប្រភេទចានដូចគ្នាបងប្អូនអាចដាក់តបានតែបើសិនបងមានប្រភេទចានស្តៀងគ្នានឹងដែរបងប្អូនអាចដាក់នៅប្លោះខាងមុខនេះបានអូខេចឹងគាត់ចាត់ថាយើងមានប្លោះដើម្បីទឹកចូលបានដូចគ្នាហើយនៅគៀនខាងនេះបងប្អូនអាចដាក់ប្រភេទកែវបានអញ្ចឹងកែវបងប្អូនមានជាប្រភេទកែវថ្មក៏បានកែវកញ្ចក់រឹងអញ្ចឹងក៏បានដូចគ្នាអញ្ចឹងអាចដាក់នៅគៀននេះបានអូខេតើមកអានេះបើសិនយើងត្រូវការប្រើយើងអាចបិទអញ្ចឹងបានហើយនៅខាងលើនេះវិញយើងដាក់ជាប្រភេទចានចង្កឹះអញ្ចឹងបើសិនជាចានចង្កឹះនេះរាងធំបងប្អូនអាចលួចទៅខាងក្រោយតិចបានចឹងការពារពេលបិទទ្វារទៅកុំឲ្យទៅនៅផ្នែកខាងលើនឹងតគ្នាចុះមកហើយនៅខាងនេះអាចដាក់បានដូចគ្នាដែរឆ្វេងនេះចឹងអានេះយើងអាចរៀបមកជួរទៀតមកហើយនៅខាងនេះតទៀតចឹងបើមាន space បងប្អូនមានប្រភេទចានទឹកត្រីឬក៏ប្រភេទចានតូចអីបងប្អូនអាចរៀបនៅខាងមុខនឹងបានដូចគ្នាចំពីខាងនេះមកសម្រាប់បើដោយសារតែប្រភេទគូតនេះវារៀងកលាក់រៀងជ្រៅដែរអញ្ចឹងធ្វើម៉េចបងប្អូនរៀបធ្វើម៉េចកុំឲ្យវាផ្កាប់ដោយសារផ្កាប់វាមានដក់ទឹកនៅលើហ្នឹងអញ្ចឹងសម្ងួតឬក៏ទឹកដែលមានសារធាតុកខ្វក់មួយចំនួនក៏វាអាចតាក់នៅលើហ្នឹងដែរអញ្ចឹងប្រកាសចិត្តថាដាក់ហើយគឺវារៀងប្រឆិតមិនអញ្ចឹងអានេះយើងអាច check មើលកន្លែងណាផ្សេងទៀតដាក់ខាងមុខនេះក៏បានដូចគ្នាហើយបើសល់ space បងប្អូនអាចដាក់ជាប្រភេទកែវក៏បានដោយសារខាងលើកម្រិតប្រឡាក់មកល្មមអញ្ចឹងយើងអាចដាក់ជាប្រភេទកែវយើងដាក់កែវនៅខាងនេះមកគេអញ្ចឹងអានេះយើងរៀបមកល្មមប៉ុណ្ណឹងហើយសម្រាប់ផ្នែកខាងក្រោមយើងមានចាន2 4 6 8 12ចានហើយចានគោម4ជាមួយនឹងកែវហើយបើសិនជាបងប្អូនមានស្លាបព្រាយើងអាចដាក់ស្លាបព្រាថែមទៀតបានអញ្ចឹងស្លាបព្រាហើយអាចមានជាប្រភេទថ្មបែបនេះនិងប្រភេទស្លាបព្រាបបរឬក៏បង្អែមបងប្អូនអាចដាក់នៅខាងមុខនេះបានទម្លាក់អញ្ចឹងមកតាមប្លោះមួយឬក៏ជាប្រភេទស្លាបព្រាវែងបែបនេះក៏បងប្អូនអាចដាក់បានដូចគ្នាដែរអញ្ចឹងមកចឹងប្រកាសចិត្តថាបើយើងដាក់មុខនេះគឺវាមកល្មមដើម្បីការពារលាងទៅកុំឲ្យធ្លាក់ទៅខាងក្រោមហ្នឹងតាក់ជាមួយកង្ហារចឹងក៏បាញ់លាងអត់ស្អាតដែរអូខេអញ្ចឹងយើងមានប៉ុណ្ណឹងមកល្មមតែប៉ុណ្្នឹងសិនអញ្ចឹងបើអានេះសល់ space សម្រាប់ដាក់ថែមទៀតបានអញ្ចឹងបើសិនជាបងប្អូនដាក់អាចថែមមកប្លោះមួយទៀតបានគាត់ចិត្តថាសម្ភារៈដែលយើងដាក់ហ្នឹងបងប្អូនអាច check ជាមួយកង្ហារនៅខាងនេះបានបើសិនជាតាក់ជាមួយកង្ហារហ្នឹងអានេះផុតហើយអញ្ចឹងសុវត្ថិភាពនៅពេលលាងប្រកាសចិត្តថាបានស្អាតហើយដោយសារតែអត់តាក់ជាមួយស្លាបព្រាសមអីទេអញ្ចឹងបើសិនជាសមឬក៏ស្លាបព្រាបងប្អូនរៀងវែងខ្ពស់ជាងនឹងអីអាចតាក់ជាមួយកង្ហារហ្នឹងអញ្ចឹងផ្នែកខាងលើនេះក៏លាងអត់ស្អាតដោយសារកង្ហារហ្នឹងវាអត់បានវិលអញ្ចឹងការតម្រៀបរបស់យើងមាន space មានអីដើម្បីរក្សាកម្រិតទឹកអាចបាញ់ចេញចូលបានស្អាតហើយទាំងកែវទាំងស្លាបព្រាទាំងចានអីគឺមកស្អាតហ្មងអ
ចឹងខ្លីៗងាយៗតាក់ទងជាមួយនឹងការរៀបចានបើសិនជាបងប្អូនមានចានបន្ថែមបងប្អូនអាចសេរី space ទៅតាមនឹងជាក់ស្ដែងបានដោយសារតែនេះគ្រាន់តែជាគំរូមួយដែលតាក់ទងជាមួយនឹងការតម្រៀបចានឲ្យត្រូវតាមស្តង់ដារនៃការដាក់លាននៅខាងក្នុងម៉ាស៊ីនលាងចានចឹងងាយៗខ្លីៗអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយ